ជាថ្មីមួយដងទៀតប្រទេសអាល្លឺម៉ង់បានបដិសេធនៃការដឹកជញ្ជូនមីស៊ីល Taurus ដែលបានលើកឡើងអំពីភាពជោគជ័យរបស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាល្លឺម៉ង់លោក Boris Pistorius បានចរានចោលនូវភាពចាំបាច់សម្រាប់ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ដល់ប្រទេសអ៊ុយក្រែនដែលលោកបានអះអាងថាទីក្រុងគៀវកំពុងវាយប្រហារគោលដៅយ៉ាងមានប្រសិទ្ធភាពនៅក្នុងប្រទេសរុស្ស៊ីដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកផ្ទាល់ខ្លួនយោងទៅតាមប្រភពពី NTV លោក Pistorius បានថ្លែងថាសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយបច្ចុប្បន្នរបស់អ៊ុយក្រែនគឺគ្រប់គ្រាន់សម្រាប់តម្រូវការយុទ្ធសាស្ត្ររបស់ខ្លួនលោក Pistorius បានមានប្រសាសន៍ថាអ៊ុយក្រែនកំពុងទទួលបានភាពជោគជ័យកាន់តែខ្លាំងឡើងក្នុងការវាយលុកគោលដៅនៅលើទឹកដីរបស់រុស្ស៊ីដោយហេតុនេះបំផ្លាញរោងចក្រចម្រាញ់ប្រេងនិងភស្តុភាររបស់យោធាដោយសារតែប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកក្នុងស្រុកដ៏ជោគជ័យទាំងនេះរដ្ឋមន្ត្រីការពារជាតិរបស់អាល្លឺម៉ង់បានកត់សម្គាល់ថាលោកមិនជឿថាអ៊ុយក្រែននៅតែត្រូវការមីស៊ីល Taurus ទៀតនោះទេលោក Pistorius ក៏បានផ្ដល់នូវការវិតម្លៃដ៏សុទ្ធតែនិយមអំពីសក្តានុពលសមរភូមិដ៏ទូលំទូលាយផងដែរដោយកំណត់លក្ខណៈជួរមុខថាភាគច្រើនជាថេតេវ៉ាន់ប៉ុន្តែមានឥទ្ធិពលខ្លាំងសម្រាប់ទីក្រុងមូស្គូលោកបានបន្ថែមថាស្ថានភាពមិនដែលមើលទៅល្អដូចពេលនេះនោះទេស្ទើរតែគ្មានចលនានៅលើសមរភូមិទេពេលខ្លះ2ទៅ3គីឡូម៉ែត្រទៅម្ខាងពេលខ្លះទៅម្ខាងទៀតប៉ុន្តែតែមានការខាតបង់យ៉ាងច្រើនមិនគួរឲ្យជឿសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីយ៉ាងណាមិញការផ្ដោតសំខាន់នៅតែទៅលើកិច្ចសហប្រតិបត្តិការការពារដែនអាកាសសម្រាប់អាល្លឺម៉ង់ដែលផ្ដោតទៅលើប្រទេសអ៊ុយក្រែនបើទោះបីជាទីក្រុងបែកឡើងបន្ទាប់បដិសេធមិនផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលបញ្ជាទិសវាយប្រហារប្រភេទ Taurus ក៏ដោយក៏ប្រទេសអាល្លឺម៉ង់នៅតែជាអ្នកគាំទ្រយោធាចម្បងរបស់អ៊ុយក្រែនជាពិសេសនៅក្នុងវិស័យការពារដែនអាកាសនិងមីស៊ីលនៅថ្ងៃទី22ខែមិថុនាកន្លងទៅប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថាអ៊ុយក្រែនបានចុះហត្ថលេខាទៅលើកិច្ចសន្យាដ៏សំខាន់មួយជាមួយនឹងប្រទេសអាល្លឺម៉ង់សម្រាប់ការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់ការពារដែនអាកាសចំនួន600គ្រាប់ហើយកិច្ចព្រមព្រៀងនេះពាក់ព័ន្ធទៅនឹងមីស៊ីលដែលផលិតដោយអ្នកម៉ៅការពារជាតិអាល្លឺម៉ង់ដែលដំណើរការក្រោមអាជ្ញាប័ណ្ណផលិតរបស់អាមេរិកលោក Volodymyr Zelensky បានកត់សម្គាល់ថាការរៀបចំនេះគឺជាចំណុចកណ្ដាលនៃការពិភាក្សាក្នុងអំឡុងពេលជួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump នៅខាងក្រៅនៃកិច្ចប្រជុំកំពូល G7 នាពេលថ្មីនេះនៅប្រទេសបារាំងហើយបើយោងទៅតាមលោក Zelensky អាមេរិកបច្ចុប្បន្នបានផលិតមីស៊ីលស្ទាក់ចាប់ប្រហែល700គ្រាប់ជារៀងរាល់ឆ្នាំហើយបានផ្ទេរអាជ្ញាប័ណ្ណផលិតកម្មទៅឲ្យប្រទេសអាល្លឺម៉ង់ដើម្បីបង្កើតសមត្ថភាពផលិតស្របគ្នានៅអឺរ៉ុបលោក Zelensky បាននិយាយនៅពេលនោះថាយើងបានចុះកិច្ចសន្យាជាមួយនឹងពួកគេរួចហើយសម្រាប់ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់មីស៊ីលចំនួន600គ្រាប់បើទោះបីជាលោកបានទទួលស្គាល់អំពីការវិភាគនៃការដឹកជញ្ជូនថាជាដំណើរការដ៏វែងឆ្ងាយក៏ដោយកិច្ចសន្យានេះបានគូបញ្ជាក់អំពីគំនិតពុជផ្ដើមដ៏ទូលំទូលាយជាមួយនឹងដៃគូរបស់លោកខាងលិចសម្រាប់អ៊ុយក្រែនដើម្បីពង្រឹងខែលការពាររបស់ប្រទេសក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៅឯទីក្រុង Event ប្រទេសបារាំងមេដឹកនាំនៃក្រុមប្រទេស G7 បានបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តរបស់ពួកគេក្នុងសេចក្តីថ្លែងការណ៍រួមមួយដើម្បីបង្កើនការគាំទ្រការពារដែនអាកាសនិងពង្រឹងភាពធន់ថាមពលរបស់អ៊ុយក្រែននៅមុនរដូវរងាខាងមុខចំពេលដែលមានការទម្លាក់គ្រាប់បែកតាមអាកាសរបស់រុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗមកលើអ៊ុយក្រែនរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមកលើអ៊ុយក្រែនដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន2200គ្រឿងនិងគ្រាប់បែកណែនាំចំនួន1730គ្រាប់ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍កន្លងមកនេះប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងថាក្នុងរយៈពេលមួយសប្តាហ៍រុស្ស៊ីបានបាញ់បង្ហោះជាមួយនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រមាណ2200គ្រឿងគ្រាប់បែកដឹកនាំដោយភាពជាលក្ខវាយប្រហារតាមអាកាសជាង1730គ្រឿងនិងមីស៊ីលប្រភេទផ្សេងគ្នាចំនួន106គ្រាប់មកកាន់ប្រទេសអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Telegram លោក Zelensky បានគូបញ្ជាក់អំពីលក្ខណៈឥតឈប់ឈរនៃយុទ្ធនាការដែលផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងសហគមន៍ជួរមុខនៅទូទាំងប្រទេសដោយគូបញ្ជាក់អំពីបរិមាណអាវុធដែលដាក់ពង្រាយដោយកងកម្លាំងរុស្ស៊ីក្នុងរយៈពេល7ថ្ងៃកន្លងមកនេះប្រធានាធិបតីបានរាយការណ៍អំពីតួលេខដូចខាងក្រោមយន្តហោះគ្មានមនុស្សបើកវាយប្រហាររួមបញ្ចូលគ្នាទាំងប្រភេទ Zahid ទាំង Gabera ទាំង Molniya ប្រមាណ2200គ្រឿងគ្រាប់បែកផ្លូវអាកាសដឹកនាំ KAB ប្រមាណ1730គ្រាប់មីស៊ីលចំនួន106គ្រាប់ដែលមានប្រភេទផ្សេងគ្នាដែលក្នុងនោះស្ទើរតែពាក់កណ្ដាលដែលត្រូវបានស្ទាក់ចាប់ជាមីស៊ីលផ្លោងលោក Zelensky បានថ្លែងថាស្ទើរតែរាល់ថ្ងៃទីក្រុង Sumy ទីក្រុង Zaporizhzhia ទីក្រុង Kherson Kharkiv Dnipro ក៏ជាសហគមន៍នៅព្រំដែននឹងជួរមុខស្ថិតនៅក្រោមការបាញ់ផ្លោងរបស់រុស្ស៊ីលោក Zelensky បានកត់សម្គាល់ថាខណៈពេលដែលកងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែនបច្ចុប្បន្នអាចស្ទាក់ចាប់មីយន្តហោះគ្មានមនុស្សបើកវាយប្រហារជាង90% យោធានៅតែងាយរងគ្រោះខ្លាំងចំពោះមីស៊ីលបាល់ីស្ទិកនិងគ្រាប់បែកណែនាំធ្ងន់ដែលរួមបញ្ចូលនឹងការវាយប្រហារដ៏ធំទាំងនេះ
លោកបានសម្ដៅទៅលើការវាយប្រហារដោយមីស៊ីល ballistic ថ្មីតែនេះមកលើទីក្រុងគៀវដែលបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន31នាក់និងរបួសប្រមាណ102នាក់ជាភ័ស្តុតាងជាក់ស្ដែងនៃភាពងាយរងគ្រោះការជំរុញឲ្យមានប្រព័ន្ធស្ទាក់ចាប់នៃមីស៊ីល ballistic បន្ថែមដើម្បីទប់ទល់ទៅនឹងបរិមាណនៃការគំរាមកំហែងដែលកំពុងតែហោះចូលមកលោក Zelensky បានសង្កត់ធ្ងន់ថាអ៊ុយក្រែនកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូអឺរ៉ុបនិងអាមេរិកខាងជើងដើម្បីធានានូវការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់ជាបន្តបន្ទាប់ជាពិសេសតាមរយៈគំនិតព្រួយផ្ដើមដូចជាបញ្ជីតម្រូវការអ៊ុយក្រែនជាអត្ថិភាព PUOL ជាដើមលោក Volodymyr Zelensky បានថ្លែងថាយើងកំពុងពង្រឹងការការពារដែនអាកាសរបស់យើងដោយធ្វើការរួមគ្នាជាមួយនឹងបណ្ដាប្រទេសនៅអឺរ៉ុបលើវិធានការប្រឆាំងទៅនឹងមីស៊ីលប្លង់ដែលយើងត្រូវការឆ្លើយតបពីដៃគូរបស់យើងចំពោះសំណើរបស់យើងសម្រាប់ការការពារដែនអាកាសកញ្ចក់មីស៊ីលស្ទាក់ចាប់នីមួយៗគឺជាការការពារជីវិតពិតប្រាកដដោយលើកឡើងអំពីកតកម្មនៃការវាយប្រហារចុងសប្តាហ៍នៅក្នុងប្រទេសអ៊ុយក្រែនហើយការវាយប្រហាររបស់មីស៊ីលដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ខាគីវបានបំផ្លាញស្ថានីយ៍ប្រេងឥន្ធនៈមួយនៅក្នុងសង្កាត់ពាណិជ្ជកម្ម Izum ដោយបានសម្លាប់បរិម្នាក់និងស្ត្រី3នាក់ផ្សេងទៀតបានរងរបួសមុននេះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើទីក្រុង Bohodukhiv ដែលបានសម្លាប់បរិសុទ្ធ2នាក់ខណៈពេលដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយផ្សេងទៀតនៅក្នុងទីក្រុង Kharkiv បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់5នាក់បានរងរបួសនៅរុស្ស៊ីថ្ងៃសៅរ៍ក្របបែកណែនាំ FAB 250ចំនួន1គ្រាប់ដែលបានបំពាក់ដោយ model RL ដែលកែតម្រូវជាប្រភេទ UMPK បានវាយប្រហារមកលើផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kramatov ក្នុងតំបន់ Donetsk ដែលបណ្ដាលឲ្យជនស៊ីវិលប្រមាណ5នាក់បានរងរបួសដែលក្នុងនោះក៏មានក្មេងប្រុសអាយុ11ឆ្នាំម្នាក់ផងដែរនៅទីក្រុង Zaporizhzhia ការបាញ់មីស៊ីល5គ្រាប់របស់រុស្ស៊ីបានបណ្ដាលឲ្យអគារអាផាតមិនជាច្រើនជាន់បានដួលរលំដោយផ្នែកនៃល្ងាចថ្ងៃសៅរ៍ហើយនៅថ្ងៃបន្ទាប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាបន្ទាប់បានកំណត់ក៏ដោយមកលើទីតាំងពាណិជ្ជកម្មដែលបានធ្វើឲ្យបរិបទ3នាក់បានរងរបួសដោយឡែកនៅទីក្រុង Sumy កងទ័ពរុស្ស៊ីក៏បានកំណត់គោលដៅមកលើស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅយប់ថ្ងៃសៅរ៍ដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងដែលបានធ្វើឲ្យស្ត្រី3នាក់បានរងរបួសហើយក្រុមឆ្លើយតបបន្ទាន់នៅទូទាំងប្រទេសនៅតែស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ខណៈពេលដែលការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងបរិមាណមិនធ្លាប់មានពីមុនមកដែលតែបន្តឥតឈប់ឈរមកលើប្រទេសអ៊ុយក្រែននាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថាប្រទេសប៉ូឡូញគួរតែប្រុងប្រយ័ត្នក្នុងការសន្យាផ្តល់ជំនួយបន្ថែមដល់ប្រទេសអ៊ុយក្រែននៅឯកិច្ចប្រជុំកំពូលអង្គការ NATO បើយោងទៅតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Donald Tusk ដែលបាននិយាយកាលពីថ្ងៃទី3ខែកក្កដាថាទីក្រុង Varsovie គួរតែមានការប្រុងប្រយ័ត្នក្នុងការសន្យាផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមដល់ទីក្រុងគីវនៅក្នុងកិច្ចប្រជុំដ៏សម្ព័ន្ធមិត្តនាសប្តាហ៍ក្រោយខណៈពេលដែលប្រទេសប៉ូឡូញបានទទួលខុសត្រូវក្នុងការការពារផ្នែកភាគខាងកើតរបស់សហភាពអឺរ៉ុបការថាតបនេះបានកើតឡើងខណៈពេលដែលប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការ NATO និងសហភាពអឺរ៉ុបដែលជាប្រទេសជិតខាងទៅនឹងប្រទេសអ៊ុយក្រែនបានចាប់វិធានការតឹងរ៉ឹងកាន់តែខ្លាំងឡើងលើទីក្រុងគីវចំពេលដែលមានចំនួនផ្នែកការទូតកាន់តែមានភាពតានតឹងនោះលោក Donald Tusk ដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ូឡូញបានថ្លែងនៅអសន្និសីទសារព័ត៌មានមួយថាមិនមែនដោយសារតែខ្ញុំជឿថាអ៊ុយក្រែនមិនត្រូវការជំនួយហិរញ្ញវត្ថុនោះទេប៉ុន្តែដោយសារតែខ្ញុំជឿថាប្រទេសប៉ូឡូញមានការទទួលខុសត្រូវដ៏សំខាន់ទាក់ទងទៅនឹងព្រំដែនសហភាពអឺរ៉ុបស្ថិតនៅភាគខាងកើតទាំងមូលហើយមនុស្សគ្រប់គ្នាត្រូវតែគិតគូរអំពីរឿងនេះផងដែរអ៊ុយក្រែនកំពុងតែប្រយុទ្ធប៉ុន្តែប្រទេសប៉ូឡូញទទួលបន្ទុកចម្បងនៃការការពារព្រំដែនហើយត្រូវការពិចារណាជាពិសេសលោក Donald Tusk បានកត់សម្គាល់ថារដ្ឋាភិបាលរបស់ប្រទេសប៉ូឡូញបានបញ្ជូនជំហររបស់ខ្លួនទៅកាន់ប្រធានាធិបតីប៉ូឡូញលោក Karol Nawrocki ដែលរួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនឹងតំណាងឲ្យប្រទេសនេះនៅក្នុងកិច្ចប្រជុំកំពូល NATO នៅឯទីក្រុងអង្ការ៉ានាថ្ងៃទី7និងថ្ងៃទី8ខែកក្កដាសម្ព័ន្ធមិត្តទាំងនេះត្រូវបានគេរំពឹងថានឹងសន្យាផ្ដល់ជំនួយចំនួន70,000 លានអឺរ៉ូដែលស្មើនឹងប្រហែលប្រមាណ80,000 លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែននៅឆ្នាំ2026និងឆ្នាំ2027មិនរាប់បញ្ចូលនឹងការបដិញ្ញាចិត្តថ្មីនោះទេផ្ទុយទៅវិញការរួមបញ្ចូលគ្នានៃការសន្យាប្រចាំឆ្នាំដែលមានស្រាប់របស់ NATO ជាមួយនឹងមូលនិធិដែលផ្ដល់តាមរយៈប្រាក់កម្ចីរបស់សហភាពអឺរ៉ុបនេះបើយោងទៅតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg